បងប្អូនរៀនលក់ទាំងអស់គ្នាមើលវីដេអូខ្ញុំដូចជាច្រើនគ្រាន់នេះគិតថាបងប្អូនអាចជួយចែករំលែកបានក៏ដូចជាបងប្អូនដែលមានជំនាញលក់ហើយបងប្អូនដែលកំពុងរៀនបងប្អូនដែលជាអ្នកប្រកបជាជីវៈជាអ្នកលក់ទាំងអស់គ្នាច្បាស់ជាមានបទពិសោធន៍ក៏ដូចជាចំណេះដឹងច្រើនលើសពីអ្វីដែលខ្ញុំចែកនិងរំលែកជូនតែយ៉ាងណាក៏ដោយលើកទឹកចិត្តបងប្អូនលោកស្រីជួយ comment ហើយ comment ចុះ comment ឡើងខ្ញុំទទួលបានសំណួរមួយតែសំណួរនេះគួរឲ្យចាប់អារម្មណ៍មែនតើបាទគាត់សួរថាហេតុអីបានក្រុមការងារលក់របស់គាត់ហ្នឹងខ្លួនគាត់ផងដែរជាអ្នកលក់ហ្នឹងក្នុងកំឡុងពេលសាកល្បង3ខែហៅ probation ហ្នឹងណាក្នុងកំឡុងពេលសាកល្បង3ខែឃើញថាការលក់របស់គាត់គឺល្អហើយគាត់ប្រឹងប្រែងធ្វើការមែនទែនប៉ុន្តែក្រោយពី3ខែហាក់បីដូចជាអ្នកលក់របស់គាត់ហ្នឹងរួមទាំងបទពិសោធន៍ខ្លួនគាត់ផ្ទាល់ដែរជីសេះលេងដៃហើយរំភើយផាយផាត់បាទមានអារម្មណ៍ថារួចខ្លួនហើយឆ្លងកាត់ដំណាក់កាលស្រីស្អាតរួចហើយអញ្ចឹងធ្វើធម្មតាពួកយើងខ្លាចជាបុគ្គលិកពេញសិទ្ធហើយខ្ញុំជូនជាចម្លើយផ្សេងខ្ញុំមិនប្រាប់ពីមូលហេតុព្រោះខ្ញុំអត់មានចំណុចនឹងទេខ្ញុំក៏ជាអ្នកលក់ដែរហើយបងប្អូនមួយចំនួនដែលរៀនលក់ដែរក៏ប្រហែលជាមិនមានចរិតលក្ខណៈអញ្ចឹងទេចំពោះខ្ញុំអត់មានវចនានុក្រមថាពីសាកល្បងទេសម្រាប់អ្នកលក់ពីព្រោះអីទោះបីតែយើងឆ្លងកាត់3ខែដំបូង90ថ្ងៃហ្នឹងជាអ្នកលក់ឲ្យយើងបំពេញបានទៅតាម KPI បំពេញទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនក៏ដោយមិនមែនមានន័យថាយើងរួចខ្លួនទេពីព្រោះអីអ្នកលក់អត់មាន probation ទេថ្ងៃណាក៏ probation ដែរហើយថ្ងៃខែណាក៏ probation ដែរអញ្ចឹងបងប្អូនសាកគិតលេងថាឆ្លងកាត់3ខែហ្នឹងចប់សពគ្រប់ហើយយើងគិតថាយើងខ្លាចជាបុគ្គលិកពេញសិទ្ធហើយទៅតាមដំណើរមានរឿងអីកើតឡើងនៅក្នុងវិស័យផ្នែកលក់អ្នកលក់ទាំងអស់ត្រូវតែចងចាំថាថ្ងៃណាក៏ដោយខែណាក៏ដោយក៏ជា probation ដែរព្រោះបេសកកម្មរបស់យើងគឺលក់អញ្ចឹងយើងសាកសម័យតែចេះយើងចប់ probation 3ខែហ្នឹងហើយខែទី4យើងលក់អត់បានខែទី5លក់អត់បានសំណួរថាមានរឿងអីកើតឡើងឆ្លើយខ្លួនឯងគិតខ្លួនឯងអញ្ចឹងនៅក្នុងការលក់ថ្ងៃណាក៏ត្រូវតែលក់ខែណាក៏ត្រូវតែលក់ដែរអត់មាន probation ទេអត់មានពាក្យថារយៈពេលសាកល្បង3ខែក្នុងវចនានុក្រមអ្នកលក់ទេពីព្រោះអីទោះបីឆ្លង3ខែផុតក៏ដោយមិនផុតក៏ដោយកិច្ចការចម្បងរបស់យើងគឺលក់រាល់ថ្ងៃគឺធ្វើសកម្មភាពចេញលក់រាល់ថ្ងៃធ្វើសកម្មភាពលក់រាល់ថ្ងៃដូចយើងញ៉ាំបាយអញ្ចឹងបងខកខានមួយថ្ងៃមិនដែរអញ្ចឹងមួយថ្ងៃអាចថាញ៉ាំ3ពេលអញ្ចឹងព្រឹកថ្ងៃល្ងាចអញ្ចឹងទៅអញ្ចឹងបើក្នុង3ពេលយើងធ្លាប់ញ៉ាំ3ពេលបើយើងខកខានមួយពេលមិនដែរចុះបើយើងខកខានទាំង3ពេលមិនដែរមានរឿងអីកើតឡើងអញ្ចឹងដូចគ្នាការលក់វាជាសកម្មភាពប្រចាំថ្ងៃរបស់យើងដោយតែយើងប្រកបអាជីពផ្សេងដែរជាគ្រូបណ្ដុះបណ្ដាលក៏ដោយជាបុគ្គលិកoffice ក៏ដោយជាអ្នករស់ស៊ីក៏ដោយថ្ងៃណាក៏ជាថ្ងៃត្រូវធ្វើការដែរអញ្ចឹងកុំខ្វល់ខ្វាយរឿង probation ពីព្រោះអីលទ្ធផលសំខាន់ជាងលទ្ធផលដែលយើងអាចធ្វើបានជារឿងសំខាន់ការអភិវឌ្ឍខ្លួនការរៀនលក់គឺជារឿងដែលសំខាន់ជាងជាមូលហេតុចម្បងជាងជាមូលហេតុដែលសំខាន់ជាងដែលធ្វើឲ្យមនុស្សនឹងប្រឹងប្រែងនិងបន្តការប្រឹងប្រែងឬក៏មនុស្សនឹងអែលតែម្ដងអញ្ចឹងអ្នកដែលអែលដោយសារតែគាត់យល់ឃើញថាគាត់បំពេញកលៈទេសៈចាំបាច់រួចហើយអញ្ចឹងបន្តទៀតនឹងធ្វើធម្មតាទៅរឿងមួយទៀតដែលតែងតែជួបដែរនោះក្រោយពីចប់ probation ឃើញថាថ្នាក់ដឹកនាំក៏ដោយផ្នែក support ផ្សេងៗគិតថាម្នាក់ហ្នឹងបុគ្គលហ្នឹងអ្នកលក់ម្នាក់ហ្នឹងគាត់ហ្នឹងទៅរួចហើយគាត់មានសមត្ថភាពគ្រប់គ្រាន់ហើយប៉ុន្តែពីខ្ញុំជាគ្រូបណ្ដុះបណ្ដាលត្រូវការភាពជ្រុំជ្រែងមនុស្សគ្រប់គ្នាត្រូវការភាពជ្រុំជ្រែងមិនអាចលេងដៃបានទេព្រោះឲ្យវិស័យលក់នេះគឺអាជីពមួយដែលពិបាកប៉ះពាល់អារម្មណ៍លឿនហើយអាចបោះបង់លឿនហើយអាចទៅមុខលឿនសិតតែលឿនទាំងអស់អញ្ចឹងទាមទារការ support ដែលបានល្អទាក់ទងនឹងក្រុមការងារផ្សេងៗត្រូវការជួយជ្រុំជ្រែងបើមិនអញ្ចឹងទេ sale មិនអាចឈរបានយូរទេអញ្ចឹងមិនជ្រុំជ្រែងតែពី3ខែទេយើងជ្រុំជ្រែងគ្នាជារៀងរាល់ថ្ងៃដើម្បីអីដើម្បីសម្រេចនៅផែនការរបស់យើងទាំងអស់គ្នាសម្រេចនៅគោលដៅរួមរបស់អង្គភាពអញ្ចឹងគ្រប់ផ្នែកទាំងអស់ត្រូវតែជួយគាំពារ
ជួយជ្រោមជ្រែងជួយគ្រប់គ្រង sale គ្រប់កលៈស័កមិនមែនន័យថាគាត់ជាបុគ្គលិកថ្មីមួយ sale ជួយគាត់ក្នុង3ខែដំបូងរួចហើយឈប់ជួយនឹងទេអញ្ចឹងគាត់ច្បាស់ជាមិនប្រឹងប្រែងទេទី1ទី2បើសិនបើជួយខ្លាំងពេកលឺបរិមាណគាត់ក៏ជីសេះលេងដៃហ្នឹងឯងអញ្ចឹងទេរៀនក្នុងការជួយជ្រោមជ្រែងគាត់រៀនក្នុងការកំណត់ការជួយដល់អ្នកលក់ទាំងអស់ហ្នឹងបើអត់ជួយក៏អត់បានជួយលឹះលុបពេកក៏អត់បានដែរទៅធ្វើឲ្យគាត់នឹងជីសេះលេងដៃអញ្ចឹងជំរឿនដ៏ល្អគឺជួយជុំជ្រែងគាត់តាមលក្ខខណ្ឌដែលអាចទៅបានហើយសមស្របនឹងកលៈស័កក៏ដូចជាស្ថានភាពដែលចាំបាច់អញ្ចឹងកុំបារម្ភរឿងគាត់ជីសេះលេងដៃអ្វីដែលបារម្ភតែយើងបានជួយឲ្យគាត់ខ្លះយើងបានបដោះបដាលឲ្យគាត់ខ្លះដើម្បីឲ្យគាត់មានអាវុធគ្រប់គ្រាន់មានសមត្ថភាពគ្រប់គ្រាន់មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការប្រយុទ្ធក្នុងការលក់ក្នុងការបន្តដំណើរភាពជាអ្នកលក់ហ្នឹងឯង